បាទសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel Houdimi ទាំងអស់គ្នាហើយជួបជាមួយខ្ញុំវណ្ណាហើយចឹងថ្ងៃនេះផងដែរយើងមានមេរៀនវេយ្យាករណ៍កម្រិត N5 តពីថ្ងៃមុនហើយចឹងសម្រាប់ថ្ងៃនេះវេយ្យាករណ៍ដែលយើងនឹងរៀនគឺមានដូចខាងក្រោមទី1ហើយ So des so cha arimasen ឬក៏ So dewa arimasen ដែលមានអត្ថន័យថាមិនមែនចឹងទេណាទី2 So desu ka ហើយពិតមែនឬអញ្ចឹងបច្ចៈវិការយល់របស់យើងហើយទី3 no ហើយបបស័ព្ទ no បង្ហាញពីការប្រើប្រាស់បបស័ព្ទ no អញ្ចឹងបបស័ព្ទ no គឺមានរបៀបប្រើប្រាស់បែបណាខ្លះហើយយើងនឹងនៅស្លាយបន្ទាប់ណាមួយទៀត doko dochira ទីណាណាហើយមួយទៀត nani nani ji nani nani fun ណាម៉ោងប៉ុន្មានហើយនឹងប្រហែលនាទីហើយមួយទៀត mas និយាយអំពីកិរិយាសព្ទណាចុងក្រោយគឺអហើយអចុចណាហើយសម្រាប់បូកបន្ថែមទៅលើពាក្យហើយដែលធ្វើឲ្យពាក្យមានភាពគួរសមហើយអញ្ចឹងយើងចូលមកកាន់វេយ្យាករណ៍ទី1ហើយតោះគេដាក់ថា so des so cha arimasen ណា so des so cha arimasen អញ្ចឹងso des យើងបកប្រែថានឹងហើយណា so cha arimasen បកប្រែថាមិនមែនទេហើយ so des យើងអាចបកប្រែថាមួយទៀតពិតមែនហើយនឹងហើយពិតមែនហើយគឺដូចគ្នាណាដែល so ហ្នឹងបកប្រែថាអញ្ចឹងណាអញ្ចឹងដល់ពេល so des អញ្ចឹងហើយនឹងហើយពិតមែនហើយណាដល់ពេល so cha arimasen វាបដិសេធទៅលើ so ហ្នឹងណា cha arimasen ណាប្រើសម្រាប់បដិសេធទៅលើនាមអញ្ចឹងដល់ពេល so cha arimasen មិនមែនទេមិនមែនចឹងទេណាហើយមិនមែនបែបហ្នឹងទេហើយយើងបកប្រែបានច្រើនណាតែវាក្នុងន័យលក្ខណៈដូចតែគ្នាទេហើយអញ្ចឹងសម្រាប់ឧទាហរណ៍លេខ1គេដាក់ថា Anata wa Cambodia jin desu ka ហើយតើអ្នកគឺជាជនជាតិកម្ពុជាមែនទេហើយណាគេឆ្លើយថា Hai so desu Hai so desu ហើយយើងបកប្រែថាបាទចាស់បាទឬក៏ចាស់ហើយព្រោះហើយយើងបកប្រែបានពីរបាទឬក៏ចាស់នឹងហើយពិតមែនហើយណាមានន័យថាយើងយល់ស្របជាមួយនឹងប្រយោគសំដួលរបស់គេហើយឧទាហរណ៍ទី2 Chan san wa sakka desu ka Chan san wa sakka desu ka ហើយតើច័ន្ទគឺជាអ្នកនិពន្ធមែនទេតើច័ន្ទហ្នឹងគឺជាអ្នកនិពន្ធមែនអត់ហើយអញ្ចឹងដល់ពេលច័ន្ទគាត់មិនមែនជាអ្នកនិពន្ធទេគាត់ឆ្លើយថា Iie soja arimasen Iie soja arimasen ហើយទេមិនមែនបែបហ្នឹងទេមិនមែនបែបហ្នឹងទេណាហើយអញ្ចឹងមេរៀនមុនហើយយើងរៀនពីការបដិសេធហ្នឹងគឺយើងបដិសេធចំហ្នឹងមានន័យថាម៉េចឧទាហរណ៍សួរថាយើងជាអ្នកនិពន្ធមែនអត់យើងឆ្លើយថាទេមិនមែនអ្នកនិពន្ធទេហើយអញ្ចឹងបើយើងឆ្លើយបដិសេធចំ Iie sakaja arimasen sakaja arimasen ណាហើយយើងបដិសេធចំទៅលើពាក្យដែលគេសួរយើងហើយតែវាអត់ចង់បដិសេធចំយើងគ្រាន់ចង់និយាយថាទេខុសហើយមិនមែនទេណាហើយមិនមែនបែបហ្នឹងទេយើងឆ្លើយ soja arimasen ណាហើយអញ្ចឹងសម្រាប់ clear បដិសេធគឺយើងមានមួយ clear ទៀតដែលស្មើនឹង soja arimasen ហើយយើងអាចប្រើជំនួស soja arimasen បានគឺ Iie chigaimasu Iie chigaimasu ណា chigaimasu បកប្រែទៅគឺយើងបកប្រែថាខុសហើយណាខុសហើយណាហើយចុះឧទាហរណ៍ are wa enpitsu desu ka are wa enpitsu desu ka ហើយ Iie chigaimasu Iie chigaimasu ទេមិនមែនទេខុសហើយណាបានចឹងឥឡូវយើងចូលមកកាន់វេយ្យាករណ៍មួយទៀតហើយដែលគេដាក់ថា so desu ka so desu ka អញ្ចឹង so desu ka យើងបកប្រែថាពិតមែនអញ្ចឹងហើយដែលវាបង្ហាញពីការដឹងរបស់យើងប្រកបអត្ថន័យថាខ្ញុំដឹងហើយអញ្ចឹងគេថាប្រយោគនេះប្រើនៅពេលដែលយើងទទួលបានព័ត៌មានថ្មីហើយយើងនិយាយឆ្លើយតបបញ្ជាក់ពីការយល់របស់យើងឧទាហរណ៍ Kore wa anata no desu ka Kore wa anata no desu ka ហើយតើនេះគឺជារបស់អ្នកមែនទេតើនេះគឺជារបស់អ្នកមែនទេហើយអញ្ចឹងយើងក៏ឆ្លើយថា Iie chigaimasu Peiin-san no desu Iie chigaimasu Peiin-san no desu ទេមិនមែនទេគឺជារបស់ Peiin ទេមិនមែនទេគឺជារបស់ Peiin ហើយតមក A គាត់ឆ្លើយថា so desu ka ហើយ so desu ka ពិតមែនអញ្ចឹងដែលវាប្រកបអត្ថន័យថាខ្ញុំដឹងហើយអញ្ចឹងនៅពេលដែលយើងឆ្លើយប្រាប់ថាទេមែនទេប្រាប់ថាជារបស់ Peiin អញ្ចឹងគាត់ដឹងហើយណាវាស្មើនឹងអង់គ្លេសដូច IC អញ្ចឹងហើយអញ្ចឹងពេលថា so ហ្នឹងមកបែរថាអញ្ចឹងបែបហ្នឹងអញ្ចឹងដល់ពេល so desu ka អញ្ចឹងdoko dochira ណាហើយអញ្ចឹង doko dochira
បបបែថាទីណាឯណាហើយពីរហ្នឹងបបបែដូចគ្នាគ្រាន់តែថាដូចជារៈគួរសមជាងហើយអញ្ចឹងឧទាហរណ៍តយរេវ៉ាដូកូដេស្កាតយរេវ៉ាដូកូដេស្កាហើយតើបន្ទប់ទឹកនៅឯណាតើបន្ទប់ទឹកនៅឯណាគេឆ្លើយថាសូកូដេសសូកូដេសគឺនៅទីនោះហើយទី2 sensei はどちらですか sensei はどちらですかហើយតើលោកគ្រូនៅឯណាតើលោកគ្រូនៅឯណាហើយទី3 ion はどこですか ion はどこですかតើផ្សារ ion នៅឯណាណាផ្សារ ion នៅឯណាអញ្ចឹងលេខ2នេះគេប្រើដូចជារៈហើយដោយសារវាចង់បង្ហាញពីភាពគួរសមណាហើយអញ្ចឹងដូកូហើយនឹងដូចជារៈក៏អាចប្រើជាលក្ខណៈសួរពីឈ្មោះប្រទេសក្រុមហ៊ុនសាលារៀនឬក៏ស្ថាប័នផ្សេងរបស់នរណាម្នាក់ក៏បានដែរឧទាហរណ៍ Gakko wa doko desu ka Gakko wa doko desu ka តើសាលារៀននេះឈ្មោះអ្វីហើយគេឆ្លើយថា RUPP ですឈ្មោះ RUPP ណាទី2 Kaisha wa dochira desu ka Kaisha wa dochira desu ka តើក្រុមហ៊ុនឈ្មោះអ្វីណាណែណាហើយអញ្ចឹងក្នុងកន្លែងនេះវាស្មើនឹងគេសួរថាតើក្រុមហ៊ុនហ្នឹងឈ្មោះអីគេហើយគេឆ្លើយថា IBC ですឈ្មោះ IBC ហើយបាទអញ្ចឹងយើងចូលមកកាន់វេយ្យាករណ៍បន្ទាប់ហើយវេយ្យាករណ៍បន្ទាប់នេះគឺយើងនិយាយអំពីការប្រើប្រាស់បរិវារស័ព្ទ no ហើយអញ្ចឹងយើងមើលក្បាលប្រធាននេះហើយនាមទី1 no នាមទី2ណានាមទី1 no នាមទី2អញ្ចឹងno កន្លែងនេះគឺមានការបែងចែករហូតដល់ទៅ4ណាអញ្ចឹងក្នុងកន្លែងនេះខ្ញុំបែងចែកដាក់ទី1ហើយអញ្ចឹងអត្ថន័យវាគឺនាមទី1បញ្ជាក់ន័យឲ្យនាមទី2នាមទី1បញ្ជាក់ន័យឲ្យនាមទី2ណាអញ្ចឹងត្រង់នេះគឺនាមទី1ហ្នឹងគឺជាឈ្មោះស្ថាប័នផ្សេងដូចជាសាលារៀនក្រុមហ៊ុនឬក៏ទីពេទ្យអីជាដើមណាដែលនាមទី2ហ្នឹងស្ថិតនៅហើយឧទាហរណ៍ទី1 Ichiban ណា Pin san wa ABC no shain desu Pin san wa ABC no shain desu ជាងវាថាតើ Pin គឺជាបុគ្គលិករបស់ក្រុមហ៊ុន ABC មែនទេហើយគឺជាបុគ្គលិករបស់ក្រុមហ៊ុន ABC មែនទេហើយ Shain ហ្នឹងគឺបុកបែរថាបុគ្គលិកក្រុមហ៊ុនអញ្ចឹងដល់ពេល ABC នៅ Shain បុគ្គលិករបស់ក្រុមហ៊ុន ABC ណាហើយ no គឺជាបរិស័ព្ទដែលយើងបុកបែរថារបស់ណាឬក៏នៃជាគោលគឺយើងបុកបែរថារបស់ណាហើយឧទាហរណ៍ទី2 Watashi wa OUPP 大学の学生です私は OUPP 大学の学生ですខ្ញុំគឺជាសិស្សសាលា OUPP ខ្ញុំគឺជាសិស្សសាលា OUPP ហើយសានបាងទី3 Sarim san wa CJ の先生ですか Sarim san wa CJ の先生ですかហើយអញ្ចឹងបកប្រែថាតើលោកគ្រូសារីមហ្នឹងជាគ្រូនៅសាលា CJ មែនទេឬក៏ជាគ្រូរបស់សាលា CJ មែនទេហើយអញ្ចឹងណកពេលខ្លះយើងបន្ថែមពាក្យថារបស់ក៏បានអត់ក៏បានហើយដូចប្រយោគទី2អញ្ចឹងខ្ញុំគឺជាសិស្សសាលា RUPP យើងបកប៉ុណ្ណឹងក៏ស្ដាប់បានបើយើងថែមពាក្យរបស់ខ្ញុំគឺជាសិស្សសាលារបស់ UPP ក៏ស្ដាប់បានដែរតែពេលខ្លះយើងដាក់ថែមពាក្យរបស់ទៅវារឿងដូចអត់សូវស៊ាំទៅជាណាហើយអូខេអញ្ចឹងយើងមើលពាក្យខាងក្រោមនៃដកស្រង់ចេញពីប្រយោគខាងលើសាអ៊ីងបកបែរថាបុគ្គលិកក្រុមហ៊ុនណាអញ្ចឹងនៅពេលដែលយើងចង់និយាយថាក្រុមហ៊ុនអីគេមួយបុគ្គលិកក្រុមហ៊ុនអីគេមួយយើងក៏ថែមឈ្មោះនៅខាងមុខសាអ៊ីងហ្នឹងទៅហើយឧទាហរណ៍ Honda no Shine ហើយអញ្ចឹងបុគ្គលិកក្រុមហ៊ុនHonda ណាពីដៃកាគឹសាកលវិទ្យាល័យពាក្យទី2ដៃកាគឹសាកលវិទ្យាល័យណាហើយអញ្ចឹងនេះគឺជាការប្រើប្រាស់ no ទី1ហើយអញ្ចឹងបន្តមកទៀតយើងចូលមកកាន់no ទី2ហើយ no ទី2ណាដែល no ទី2នេះគឺការប្រើប្រាស់របស់វាបង្ហាញពីកម្មសិទ្ធិហើយយើងបកប្រែថារបស់បង្ហាញពីកម្មសិទ្ធិហើយឧទាហរណ៍ទី1 Kono smartphone wa anata no desu ka Kono smartphone wa anata no desu ka ហើយទូរស័ព្ទនេះគឺជារបស់អ្នកមែនទេតើទូរស័ព្ទនេះគឺជារបស់អ្នកមែនទេហើយណាទី2 Kore wa watashi no desu Kore wa watashi no desu ហើយនេះគឺជារបស់ខ្ញុំណាទី3 Kore wa sensei no hon desu ka Kore wa sensei no hon desu ka ហើយតើនេះគឺជាសភៅរបស់អ្នកគ្រូមែនទេហើយតើនេះគឺជាសភៅរបស់អ្នកគ្រូមែនទេហើយទី4 Sore wa anato Sore wa dare no desu ka Sore wa dare no desu ka ហើយតើនោះគឺជារបស់អ្នកណា
តើនោះគឺជារបស់អ្នកណាណាហើយអញ្ចឹងកម្មសិទ្ធិកន្លែងនេះហើយយើងដាក់ពាក្យខាងស្ដាំនៃនោះក៏បានអត់ក៏បានហើយអញ្ចឹងដូចប្រយោគទី1ទី2និងទី3អញ្ចឹងគឺមានតែនាមផ្នែកខាងឆ្វេងទេណាបើយើងចង់ថែមខាងស្ដាំក៏បានដែរហើយដូចប្រយោគទី3ណាហើយអញ្ចឹងពាក្យដែលដកស្រង់ពីប្រយោគខាងលើទី1មាន smartphone ឧបករណ៍ទូរស័ព្ទដៃសម័យទំនើបហើយឬក៏យើងនិយមហៅថា smartphone ហ្នឹងហើយចុះពាក្យថា smartphone ពាក្យពេញរបស់វាគឺហើយ smartphone យើងសរសេរជាកាតាកាណាដោយសារជាពាក្យកម្ចីណាដល់ពេល smartphone ហ្នឹងគេកាត់មកសល់ smartphone ហើយពាក្យថា smartphone ហ្នឹងវាស្មើនឹង smartphone ណា direct អ្នកណា direct អ្នកណាណាហើយបន្តមកទៀតយើងចូលមកកាន់ណុផ្នែកទី3ណាណុផ្នែកទី3ហើយអញ្ចឹងត្រង់នេះនាមទី1ពន្យល់ថានាមទី2ហ្នឹងនិយាយឬក៏រៀបរាប់អំពីអ្វីនាមទី1បញ្ចូលថានាមទី2និយាយឬក៏រៀបរាប់អំពីអ្វីឧទាហរណ៍លេខ1 Korewa kamera no zashi desu Korewa kamera no zashi desu ហើយអញ្ចឹងគេบอกថាម៉េចនេះគឺជាទស្សនាវដ្តីកាមេរ៉ានេះគឺជាទស្សនាវដ្តីកាមេរ៉ាអញ្ចឹងកាមេរ៉ាគឺជានាមទី1 zashi គឺជានាមទី2អញ្ចឹងកាមេរ៉ាហ្នឹងបញ្ជាក់នៅឲ្យថាបញ្ជាក់នៅឲ្យ zashi ហ្នឹងឲ្យទស្សនាវដ្តីហ្នឹងថាទស្សនាវដ្តីហ្នឹងជាទស្សនាវដ្តីបែបម៉េចហើយអញ្ចឹងគឺជាទស្សនាវដ្តីកាមេរ៉ាដែលទស្សនាវដ្តីហ្នឹងយើងបើកទៅមានរៀបរាប់ពីប្រភេទកាមេរ៉ាអញ្ចឹងទៅទី2 Kono hon wa rekishi no hon desu Kono hon wa rekishi no hon desu សភៅនេះគឺជាសភៅប្រវត្តិសាស្ត្រសភៅនេះគឺជាសភៅប្រវត្តិសាស្ត្រអញ្ចឹងប្រវត្តិសាស្ត្របញ្ជាក់ន័យឲ្យសភៅហ្នឹងថាសភៅហ្នឹងជាសភៅបែបម៉េចហើយទី3 これは何の本ですかこれは何の本ですかតើនេះគឺជាសភៅអ្វីសភៅអ្វីឬក៏សភៅរៀបរាប់ពីអ្វីក៏បានដែរយើងឆ្លើយថា車の本です車の本ですគឺជាសភៅរៀបរាប់អំពីឡានឬក៏គឺជាសភៅឡានណាឧទាហរណ៍ពាក្យ camera ហើយបកប្រែកាមេរ៉ាទៅដែរណា zashi ទស្សនាវដ្តីណា rekishi ប្រវត្តិសាស្ត្រហើយ車ឡានហើយអញ្ចឹងត្រង់វេយ្យាករណ៍ណុទី3នេះហើយគឺយើងអត់មានថែមពាក្យរបស់ទេហើយណាអញ្ចឹងថែមពាក្យរបស់ឬក៏អត់ហើយអាស្រ័យទៅតាមគ្រាប្រយោគដែរហើយបើសិនបើតកតទៅនឹងកម្មសិទ្ធិហើយទូទៅគឺយើងថែមពាក្យថារបស់ហើយអញ្ចឹងរបស់អ្នកណារបស់អីអញ្ចឹងណាអញ្ចឹងបើយើងអត់ថែមរបស់ទេជួនកាលវាពិបាកស្ដាប់យើងស្ដាប់ទៅឆ្កងណាតែក៏មានពាក្យខ្លះយើងអាចប្រើបានដោយមិនចាំបាច់ថែមរបស់ដែរឧទាហរណ៍យើងនិយាយថាខ្មៅដៃខ្ញុំអញ្ចឹងវាទៅតាមស្ថានភាពដែរណាហើយអញ្ចឹងបន្តមកទៀតណុផ្នែកទី4ហើយណាចុងក្រោយហើយអញ្ចឹងគេដាក់ថាបើសិននាមទី1ជាឈ្មោះប្រទេសហើយនាមទី2ជាផលិតផលនោះមានន័យថានាមទី2ជាផលិតផលរបស់ប្រទេសនោះឬអាចនិយាយបានថាជាផលិតផលដែលផលិតឡើងនៅប្រទេសនោះហើយឧទាហរណ៍これは日本のバイクですこれは日本のバイクですហើយバイクបកន័យថាម៉ូតូហើយ日本ប្រទេសជប៉ុនអញ្ចឹងសរុបមកនេះគឺជាម៉ូតូរបស់ប្រទេសជប៉ុននេះគឺជាម៉ូតូរបស់ប្រទេសជប៉ុនហើយអញ្ចឹងមានន័យថាម៉ូតូហ្នឹងផលិតឡើងនៅប្រទេសជប៉ុននេះហើយជាផលិតផលរបស់ប្រទេសជប៉ុនទី2それはどこのコンピューターですかそれはどこのコンピューターですかហើយបកប្រែថាតើនោះគឺជាប្រទេសរបស់ប្រទេសណានោះសំទោសតើនោះគឺជាកុំព្យូទ័ររបស់ប្រទេសណាណាហើយអញ្ចឹងនៅពេលដែលយើងចង់សួរថាតើអ្វីមួយរបស់អីមួយហ្នឹងមកពីណាផលិតផលរបស់ប្រទេសណាកន្លែងណាគឺយើងដាក់ពាក្យដូកូហើយដូកូហើយណុដាក់ឈ្មោះផលិតផលនោះទៅណាហើយយើងឧទាហរណ៍ដូកូណុកុំព្យូទ័រអញ្ចឹងផលិតផលរបស់ប្រទេសណាហើយយើងអត់បកប្រែថាកុំព្យូទ័ររបស់កន្លែងណាទេវាពិបាកស្ដាប់ណាអញ្ចឹងនៅពេលយើងចង់សួរថារបស់អីមួយដែលមកពីប្រទេសណាគឺយើងប្រើពាក្យដូកូណុចុចទៅបានហើយអញ្ចឹងគេឆ្លើយមកវិញថាជឺហ្គូគូណុកុំព្យូទ័រですជឺហ្គូគូណុកុំព្យូទ័រですហើយជាកុំព្យូទ័ររបស់ប្រទេសចិនអញ្ចឹងមានន័យថាកុំព្យូទ័រហ្នឹងផលិតឡើងនៅចិនឬក៏ជាផលិតផលរបស់ប្រទេសចិនណាអញ្ចឹងពាក្យថាកុំព្យូទ័រហើយអញ្ចឹងវាដូចមកពាក្យអង់គ្លេសដែរ computer ហើយអញ្ចឹងគេសេជាកាតាកណាមានន័យថាពាក្យហ្នឹងជាពាក្យកម្ចីណា
ទី2 ជឺហ្គូកឹប្រទេសចិនណាហើយប្រទេសចិនហើយបាទអញ្ចឹងយើងចូលមកកាន់វិញ្ញាបន្ទាប់ហើយដែលគេនិយាយអំពីម៉ោងហើយនិងនាទីណានិយាយអំពីពេលវេលាហើយអញ្ចឹងគេដាក់ថា ima nani naichi nani nani phun ឬក៏ phun des ណា ima nani nanichi nani nani phun phun des ហើយអញ្ចឹងវេយ្យាករណ៍នេះយើងនិយាយអំពីការប្រើប្រាស់ម៉ោងហើយយើងមានន័យថាយើងចង់និយាយថាម៉ោងប្រហែលនាទីអញ្ចឹងណាហើយអញ្ចឹងសម្រាប់ពាក្យថាជីយើងបកប្រែថាម៉ោងហើយសម្រាប់ពាក្យ phun ឬក៏ phun យើងបកប្រែថានាទីអញ្ចឹងពាក្យដែលបកប្រែថានាទីនេះយើងអាន phun ក៏បាន phun ក៏បានហើយអញ្ចឹងយើងប្រើ phun កាលណានៅពីមុខវាមានលេខ2លេខ5លេខ7ហើយនិងលេខ9ហើយកាលណាយើងប្រើ phun នៅពេលដែលនៅខាងមុខវាមានលេខ1លេខ3លេខ4លេខ6លេខ8ហើយនិងលេខ10ហើយណាដោយនៅក្នុងនោះលេខ1លេខ6លេខ8និងលេខ10គឺយើងអត់ទៅសេតាមលេខដែលយើងអានទូទៅទេហើយមានន័យថាម៉េចឧទាហរណ៍លេខ1យើងអានថា ichi អញ្ចឹងគឺយើងអត់យក ichi បុកពឿនទេណាគេមានរបៀបអានផ្សេងរបស់គេណាហើយអញ្ចឹងរបៀបអាននេះគេទៅសេដាក់ i បូកជាមួយនឹងសឹកទូចហើយយើងយកមកបូកជាមួយនឹងពឿនណាដែលយើងអានថា i ពឿនដល់ពេល6នាទីហើយយើងយករកបូកជាមួយសឹកទូចហើយបូកជាមួយនឹងពឿនយើងអានថារកពឿនហើយ8នាទីយកហាក់បូកជាមួយសឹកទូចបូកជាមួយនឹងពឿនអានថាហាប់ពឿនហើយ10នាទីគឺយើងទៅសេបាន2យើងបូកនឹងសឹកទូចបូកជាមួយនឹងពឿនយើងអានថាយិបពឿនឬក៏យិហើយបូកជាមួយសឹកទូចបូកនឹងពឿនអានថាយិបពឿនណាយ៉ាងពីរហ្នឹងមួយណាក៏បានដែរត្រូវដូចគ្នាហើយអញ្ចឹងសម្រាប់ម៉ោងហើយពីម៉ោង1ដល់ម៉ោង12ហើយយើងមើលតារាងខាងនេះហើយម៉ោង1គេថា ichichi nichi sanji yochi gochi rokuchi shichichi hachichi kuchi yuchi yuchichi yunichi បាទអញ្ចឹងក្នុងនោះវាមានផ្លែកហើយត្រង់លេខ4ណាម៉ោង4គេអត់អានថាយន់ជីទេហើយយើងអានថាយកជីហើយនៅម៉ោង7យើងអានថាស៊ីជីជីហើយសម្រាប់ម៉ោង9គឺយើងអត់អានថាខ្ជូជីទេយើងអានថាគឺជីណាគឺជីហើយអញ្ចឹងសម្រាប់នាទីហើយ30នាទីយើងប្រើបាន2សានយិបពឿនក៏បានឬក៏ហាន់ក៏បានហើយពីរហ្នឹងប្រើបានដូចគ្នាណាឥឡូវយើងមកឧទាហរណ៍លេខ1 Ima Junichi Yugo Fundes Ima Junichi Yugo Fundes ឥឡូវម៉ោង12និង15នាទីឥឡូវម៉ោង12និង15នាទីណាឧទាហរណ៍លេខ2 Ima Nanchi desu ka Ima Nanchi desu ka តើឥឡូវម៉ោងប្រហែលហើយគេឆ្លើយថា Gogo Nichi 40 分です Gogo Nichi 40 分ですម៉ោង2និង40នាទីរសៀលហើយអញ្ចឹងកន្លែងណាដែលបង្ហាញថារសៀលgogo ណា gogo គឺយើងបកប្រែថាសៀលឬក៏ល្ងាចក៏បានហើយមួយទៀតគឺយើងសំដៅទៅលើ PM ហើយចាប់ពីម៉ោង12រហូតដល់ម៉ោង11:59 យប់ណា PM អញ្ចឹងផ្ទុយនឹង gogo គឺgozen បកប្រែបានថាពេលព្រឹកឬក៏មួយទៀត AM ណាឧទាហរណ៍លេខ3ភ្នំពេញវ៉ា Ima Nanchi desu ka ភ្នំពេញវ៉ា Ima Nanchi desu ka យើងដល់ពេលយើងចង់សួរតំបន់ឬក៏ទីកន្លែងណាមួយមកប្រហែលយើងដាក់ឈ្មោះតំបន់ហ្នឹងមកហើយយើងបូកវ៉ាក់មកហើយណា Ima Nanchi desu ka មកណាអញ្ចឹងគេបកប្រែថាតើឥឡូវភ្នំពេញហ្នឹងមកប្រហែលហើយឬក៏តើភ្នំពេញឥឡូវមកប្រហែលហើយRokuchi Nijipun des Rokuchi Nijipun des ម៉ោង6និង20នាទីណាហើយឧទាហរណ៍លេខ4 Ima Kuchi Han desu ka Ima Kuchi Han desu ka ហើយអានេះយើងសួរបញ្ជាក់គេហើយតើឥឡូវហ្នឹងម៉ោង9កន្លះមែនណាតើឥឡូវម៉ោង9កន្លះមែនហើយអញ្ចឹងសម្រាប់ពាក្យនិយាយថាម៉ោងគឺជាពាក្យសម្រាប់និយាយថានាទីហ្វឺនឬក៏ពឿនដែលកាលណាយើងប្រើហ្វឺនឬក៏ពឿនវាមានការបែងចែកទៅតាមលេខហើយណាហើយអញ្ចឹងបន្តមកទៀតយើងចូលមកកាន់វេយ្យាករណ៍ nani nani mas nani nani mas ហើយអញ្ចឹងពាក្យថា mas ហ្នឹងគឺបង្ហាញពីកិរិយាសព្ទហើយកិរិយាសព្ទនេះបង្ហាញពីលក្ខណៈទម្រង់កិរិយាសព្ទដែលធ្វើឲ្យប្រយោគមានលក្ខណៈគួរសមហើយឧទាហរណ៍ watashi wa hatarakimasu watashi wa hatarakimasu ខ្ញុំធ្វើការទី2 sensei wa kaerimasu sensei wa kaerimasu លោកគ្រូត្រឡប់ទៅវិញអញ្ចឹងពាក្យដែលមានកន្ទុយ mas នោះគឺបញ្ជាក់ថាជាកិរិយាសព្ទហើយឧទាហរណ៍ពាក្យដែលដកពីខាងលើ watashi ខ្ញុំ
hatarakimasu ធ្វើការ sensei គ្រូបង្រៀនហើយ kairimasu ត្រឡប់ទៅត្រឡប់មកណាអញ្ចឹងបន្តមកទៀតគឺវេយ្យាករណ៍ចុងក្រោយហើយគឺ o nani nani o nani nani អញ្ចឹង o យើងប្រើសម្រាប់បន្ថែមភ្ជាប់ជាមួយនឹងពាក្យអ្វីមួយហើយគេហៅថាជាពាក្យបន្ថែមដើមហើយភ្ជាប់ទៅលើពាក្យអ្វីមួយដើម្បីបង្ហាញឲ្យកាន់តែគួរសមទៅលើពាក្យនោះហើយឧទាហរណ៍ okuni wa dochira desu ka okuni wa dochira desu ka តើប្រទេសអ្នកតើប្រទេសរបស់អ្នកឈ្មោះអ្វីហើយឬក៏យើងអាចនិយាយថាតើប្រទេសរបស់អ្នកនៅណាហើយគេឆ្លើយថា Cambodia desu Cambodia desu គឺកម្ពុជាឈ្មោះកម្ពុជាណាហើយអញ្ចឹងថ្ងៃនេះយើងរៀនបានវេយ្យាករណ៍ប្រហែលជា10វេយ្យាករណ៍ហើយតោះអញ្ចឹងយើងមករំលឹកឡើងវិញមានវេយ្យាករណ៍ដូចជាទី1ហើយ so desu so jarimasen so desu so jarimasen ហើយបើបែរថានឹងហើយពិតមែនហើយមិនមែនអញ្ចឹងទេមិនមែនទេណាទី2 so desu ka ណាហើយពិតមែនអញ្ចឹងទី3 doko dochira ហើយទីណាឯណាណាតមកទៀតវេយ្យាករណ៍ no ហើយដែលបានបែងចែក4ផ្នែកហើយទី1 no ដែលទី1ហ្នឹងបញ្ជាក់នៅនាមទី2ណាដល់ពេលមួយទៀត no បញ្ជាក់ពីកម្មសិទ្ធិរបស់ហើយមួយទៀត no ហើយដែលនាមទី1ពន្យល់ថានាមទី2ហ្នឹងរៀបរាប់ឬក៏និយាយពីអ្វីណានឹង no មួយទៀតហើយដែលនាមទី1បង្ហាញពីឈ្មោះប្រទេសហើយនឹងនាមទី2បានជាឈ្មោះសំទោសបង្ហាញពីផលិតផលណាហើយវេយ្យាករណ៍បន្តមកទៀតយើងនិយាយពីពេលវេលានិងម៉ោងណាម៉ោងឥឡូវម៉ោងប្រហែលនាទីអញ្ចឹងទៅណាវេយ្យាករណ៍បន្តទៀតគឺ mas បង្ហាញពីទម្រង់គ្រាស័ព្ទហើយនឹងចុងក្រោយគឺ ok ដែលបន្ថែមទៅលើពាក្យសម្រាប់បង្ហាញឲ្យមានភាពគួរសមហើយអូខេចឹងថ្ងៃនេះយើងមានវេយ្យាករណ៍ប៉ុណ្ណឹងយើងនឹងជួបគ្នានៅវេយ្យាករណ៍បន្ទាប់នៅវីដេអូបន្ទាប់ហើយអូខេអញ្ចឹងបាយបាយអ្នកនរគ្នាហើយអញ្ចឹងយើងមកចាប់តនេះសិន